បទសម្ភាសន៍រវាងកញ្ញាសុវណ្ណភូមិនិងលោកអនបួរកសិករនៅស្រុកសេរីសោភ័ណ្ឌស្ដីពីការប្រកបមុខរបរដាំបន្លែតាមដោយនេតិតន្ត្រីប្រចាំថ្ងៃបន្តមកទៀតនេតិចំណេះដឹងទូទៅរៀបរៀងដោយអ្នកនាងសៀនកេតជាបន្តមកមាននេតិវប្បធម៌ខ្មែររៀបរៀងដោយលោកម៉ៃសុភីរួចហើយបញ្ចប់កម្មវិធីផ្សាយថ្ងៃនេះដោយនេតិពីនេះពីនោះរៀបរៀងដោយលោកសាមសវិតចាស់ជាបឋមនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងកញ្ញាសវណ្ណភូមិនិងលោកអនបួរកសិករដាំបន្លែនៅស្រុកសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យស្ដីពីបច្ចេកទេសនៃការដាំបន្លែដើម្បីផ្គត់ផ្គង់ជីវភាពជំនួសការធ្វើចំណាកស្រុកទៅប្រទេសថៃចាសសូមអញ្ជើញស្ដាប់ដូចតទៅបួរអាយុ41មានកូន3នាក់ប្រុសមុខ2ស្រី1ហើយខ្ញុំបាននៅភូមិព្រះពន្លាសង្កាត់ព្រះពន្លាខេត្តបន្ទាយមានជ័យក្រុងស្រីសុផាន់កូនបានរៀនជាប់បាបងពីឈប់ហើយជប់ថ្នាក់ទី10គេចង់ទៅកូរ៉េហើយលើបានទៅទេនៅចែពងប្រឡងសាមុនធ្លាក់សាក្រោយនឹងយ៉ាងណាទៀតចាហើយបច្ចុប្បន្នប្រកបរបរអីដែរខ្ញុំជាអ្នកស្រែហើយនៅចំការធំជាងគេចំការនោះមានដាំអីខ្លះដែរបាទមានដាំម្រះនងប្រហើនងជ្រុងស្នេកគួរបាទពេលដាំហ្នឹងយើងយកទៅលក់នៅទីផ្សារនៅឯណាដែរខ្ញុំយកទៅលក់នៅទីផ្សារហ៊ុយលេងក្រុងស្រីសុផាន់នេះឯងផ្សារហ្នឹងគឺទទួលបោះដុំចេះបោះដុំចេញទៅគ្រប់ច្រកយើងលក់ក្នុងតម្លៃយ៉ាងម៉េចដែរបន្លែយើងឈ្មួញគេទម្លាក់តម្លៃឲ្យយើងដាក់តម្លៃឲ្យយើងឬក៏យើងអ្នកជាអ្នកលក់ដាក់តម្លៃយើងអ្នកដាក់តម្លៃខ្លួនយើងចេះប៉ុន្តែវាស្ថិតទៅលើទីផ្សារជួនកាលនៅបន្លែវាច្រើនវាចុះយើងកាត់តម្លៃខ្ពស់គេអត់យល់ហើយយើងទៅដាក់ខ្លួនយើងចុះខ្លួនយើងបើខែ11បន្លែអត់សូវមានយើងអាចដណ្លើងបានថ្លៃបន្តិចថ្លៃហ្នឹងតម្លៃប្រហែលដែរខ្ពស់បំផុតសណ្ដែកគួរបាន45 35បើម្រះបាន33រនងបាន20ចេះ20នងជ្រុងនងប្រហើបច្ចុប្បន្ននៅខែ2នេះម្រះនៅ13សណ្ដែកនៅ13 15ម្រះនៅ15សណ្ដែកនៅ13 12បាទបើរនងប្រហើយើងអាខ្លីមកចង្អាមនោះតម្លៃនៅ18 17បាទអញ្ចឹងលក់ដែលគិតថាយើងបេះហើយយើងយកទៅលក់នៅសល់យកត្រឡប់មកវិញទេឬក៏យើងលក់បានអស់ដែរពេលដែលប្រមូលផលបាទបើចំណែកខ្ញុំលក់បានអស់ចែបើសិនជាបើក្រៅពីក្រុមគ្រួសារខ្ញុំមានគេលក់សល់ខ្លះព្រោះឲ្យខ្ញុំដែលដាំផ្ទាល់ខ្លួនឯងអញ្ចឹងមួយគេទទួលយកបានព្រោះខ្ញុំលក់នៅថ្លៃទាបជាងគេ2កាក់3កាក់ទៅគេអាចទទួលយកចំណេញបានខ្លះគេអាចយកផលខ្ញុំបានអស់ពេលដែលយើងដាំដំបូងហ្នឹងតើបានបច្ចេកទេសមកពីណាដែរពីមុនដំបូងខ្ញុំកាលពីដើមមុនដំបូងខ្ញុំនិយាយពីខ្ញុំកាលពីនៅតូចកាលពីដើមនោះខ្ញុំដាំរយៈពេលលក្ខណៈសាមញ្ញដាំតាមបុរាណបាទជាលក្ខណៈគ្រួសារហើយដាំក៏ជីកក្នុងជនិតកាប់យើងជីនលុងនេះដាំរួចកាលនោះខ្ញុំនៅអាយុហើយជា15 16ខ្ញុំនៅកម្ពស់ប៉ុណ្ណេះពីដៃទេក៏ខ្ញុំដាំពីនេះខ្មោចបងខ្ញុំនោះគាត់ស្លាប់បាត់ហើយគាត់ដោយសារប្រើប្រាស់ថ្នាំពុលអត់បាននៅការនៃចែកទេសក្នុងការពារនៅសម្បត្តិភាពខ្លួនឯងបាទក៏ដែលខ្ញុំប្រើក្នុងថ្នាំពុលក៏នៅខ្ញុំតូចក៏នោះខ្ញុំអត់អាវហើយបងប្រុសខ្ញុំក៏អត់អាវដែរកាច់មិនឈឺបានអាខាងដៃជាអាខាងមកពីសេមអាខាងបាល់មកមឹកធំគ្រូត្រាវក៏ខាងដៃយកស្លាកឈើដើរព្រោះចលក់រូនចេះលោកគ្រូដល់ពេលអាតំណាំនោះមិនត្រូវប្រមាណទេតែខ្លួនឯងនោះចូលបានមួយទឹកដល់ពេលខ្ញុំប្រើតែចែងដល់ពេលដល់រយៈពេលដែលខ្ញុំមានគ្រួសារចាប់ដល់មានគ្រួសារមកបានក្រុមហ៊ុនអង្គការគ្រីសុតចុះមកណែនាំដាំរបៀបដាំបានអង្គការគ្រីស្ទូតចុះមកណែនាំដាំឬក៏ហ្នឹងក៏អត់សូវយល់អំពីបញ្ហាថ្នាំពុលរឿងសុខភាពខ្លួនឯងទេដល់ពេលនេះបានដល់លោកគ្រូវគ្គទី2លោកគ្រូមកតែហំតេតលោកគ្រូហាក់ហើយនៅលោកគ្រូអនចន្ទថាលោកគ្រូអង្គការលោកគ្រូអង្គការបាទអង្គការ IDE អញ្ចឹងពេលបានអង្គការនឹងមកហើយតើផ្ដល់បច្ចេកទេសយ៉ាងម៉េចហើយបង្រៀនយ៉ាងម៉េចដែរតើមានការយល់ដឹងដល់កម្រិតណាដែរពេលដល់លោកគ្រូបញ្យល់លោកគ្រូទី2ចូលមកគឺបញ្យល់ខ្ញុំរបៀបរងហើយយើងបានលឿនជាងយើងធ្វើលក្ខណៈសាមញ្ញហើយធ្វើនឹងកន្លងនោះវាយឺតបើធ្វើនឹងលើករងធ្វើនឹងគូយន្តឧទាហរណ៍ថាដៃម៉ារ៉ៃចេះយើងជួមួយថ្ងៃហើយវែករងគ្នាតែ3នាក់ឬក៏4នាក់មួយថ្ងៃហើយវាអាចធ្វើហើយបើយើងធ្វើលក្ខណៈដូចជាអត់មានរបស់ប្រើប្រាស់ដូចអត់បានលើករងកាប់លងយូរណាចែកហើយរយៈពេលហើយ4 5ថ្ងៃបានហើយបាទហើយពេលដែលយើងបានបច្ចេកទេសហើយការប្រាស់ជីវិញ
តែយើងទទួលបានផលយ៉ាងម៉េចខ្លះហើយវាប៉ះពាល់នឹងសុខភាពយើងដែរទេបន្ទាប់ពីអ្វីដែលយើងមិនទាន់ទទួលបានបទពិសោធន៍និងយើងបានទទួលបទពិសោធន៍ពីអង្គការហើយបាទកាលពីខ្ញុំមិនទាន់បានទទួលនៅបទពិសោធន៍លោកគ្រូណែនាំការដាំដុះនោះមិនសូវទទួលបានផលប្រមាណទេហើយក៏ប្រើប្រាស់ថ្នាំពុលនោះក៏មិនយល់ដឹងហើយក៏ច្រើនតែធ្វើទុកក្នុងរាងកាយខ្លួនឯងដល់ពេលលោកគ្រូណែនាំពីថ្នាំពុលថ្នាំមួយទៅខ្ញុំចេះតែការពារតាមលោកគ្រូណែនាំទៅរាងកាយខ្ញុំដូចក៏រាងមើលមួនក្រិនហើយថ្នាំពុលខ្ញុំក៏សូមកាត់បន្ថយដែរសប្ងាយខ្ញុំប៉ះថ្នាំពុលមិនបានទៅប៉ះពុលកន្លងខ្ញុំខ្សោយគ្រូឲ្យសប្ងាយអញ្ចឹងបើគឺគិតពីការប្រើប្រាស់វិញចុះយើងមិនរកវិធីសាស្ត្រអីផ្សេងទេយើងមិនសួរទៅលើស្ថាប័នអង្គការថាតើក្រៅពីថ្នាំពុលដោយសារធាតុគីមីហ្នឹងតើយើងមានអីដែលអាចលាយផ្សំដើម្បីកាត់បន្ថយទៅលើការប្រើប្រាស់នឹងបានបាទចំណុចទៅនឹងខ្ញុំចង់បានដែរអ្នកគ្រូប៉ុន្តែមិនដឹងថារោមមិនបានចង់បំបត្តិអាជាតិពុលនេះដើម្បីរកតែរបស់ធម្មជាតិដើម្បីកម្ចាត់សត្វល្អិតនៅកុំឲ្យប៉ះថ្នាំពុលចាឥឡូវហ្នឹងឃើញថាពីការប្រមូលផលវិញខ្ញុំចង់និយាយពីប្រមូលផលតើការប្រមូលផលហ្នឹងយើងអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទេហើយកន្លងមកតើយើងជួបផលលំបាកអីខ្លះពីមុននៃការដាំហើយទទួលបច្ចេកទេសពីអង្គការហ្នឹងតើពីមុនមកហ្នឹងមានបញ្ហាអីដែរទេហើយយើងដែលធ្លាប់ឈប់ដាំទេដូចថាយើងបាក់ទឹកចិត្តណាបាទកាលពីដើមមុនខ្ញុំធ្លាប់ដាំលក្ខណៈសាមញ្ញឲ្យបានគ្រប់ថងចាវាធ្លាប់ជប់ការលំបាកក្នុងពេលភ្លេងធ្លាក់ជោគជើងនៅខែ5ខែ6បាទភ្លេងធ្លាក់ជោគជើងខ្លាំងក៏ធ្វើឲ្យដំណាំនោះក្រហមលើងទទួលទិន្នផលនោះទាបបំផុតជួនកាលរួចតែខ្លួនថ្លៃពលកម្មអត់បានចំណេញតែបាទដល់ពេលប្រើតាមលោកគ្រូណែនាំគ្រប់កស៊ូនីម៉ូបានទោះបីជីថោកបំផុតក៏កងបានចំណេញខ្លះបានមកទួយទើតបើថាដល់ខែដែលត្រូវថ្លៃចំណេញច្រើនបាទបើការដាំមរៀរយៈពេលមួយខែខ្លះចាប់ដើមប្រមូលផលសណ្តែកគួរមួយខែខ្លះបើរនុងជ្រុងរយៈពេលតែមួយខែទេសក់ផ្អកក៏មួយខែសក់ស្រូវក៏មួយខែដែរបាទចាប់ដើមប្រមូលផលចឹងការចំណាយវិញនៅក្នុងរយៈពេលមួយខែទៅ60ថ្ងៃហ្នឹងតើការចំណាយរបស់យើងអស់ប្រមាណហើយតើអាចទប់ទល់នឹងជីវភាពគ្រួសារបានទេឬក៏យើងទៅខ្ចីបុលគេដែរបាទកាលពីដើមឡើយដែលខ្ញុំសូមមានថវិកានៅខ្លួនឯងចៃបុលគេខ្លះដែរអ្នកគ្រូប៉ុន្តែពេលសប្ងៃខ្ញុំមានថវិកាសម្រាប់ទ្រទ្រង់នៅខ្លួនឯងបានមកខ្ចីគេទេអញ្ចឹងយើងអាចគ្រប់គ្រងជីវភាពគ្រួសារឬថាពីមុនមកធ្លាប់ចំណាក់ស្រុកទេបាទខ្ញុំពីលើកមុនធ្លាប់ចំណាក់ស្រុកដែរចំណាក់ស្រុកហ្នឹងកាលហ្នឹងខ្ញុំធ្វើផ្ទះហើយអញ្ចឹងខ្ញុំអស់លុយលីងពីដៃដល់ពេលអស់លុយលីងក៏ជួយអាទៅនៅលេវឡាវធ្វើអីក៏ដូចតែអារម្មណ៍វាអត់ល្អចង់ធ្វើដើមណាកាលហ្នឹងក៏ខែ4ក៏អាខែវាក្តៅខ្លាំងក៏ខ្ញុំចង់ដាំមើលទៅដូចជាមិនកើតហើយក៏អាលុយក៏មិនមានក៏លឺអ្នកស្រុកហ្នឹងគេថាណែតើ7ថ្ងៃ10000បាតគ្រា3នេះដល់ពេលនេះក៏ខ្ញុំចង់ទៅសាកមើលតែសាកមើលគេមកវិញគេក៏ហក់បានដល់ពេលនេះខ្ញុំទៅលក់ណែចេញខ្លួនឯងលក់ខ្សែកអត់20000បាតដល់ពេលទៅថៃទៅដល់ថៃបានរយៈពេលកន្លះខែអស់20000បាតហើយយើងធ្វើដំណើរទៅហ្នឹងមានលិខិតឆ្លងដែនមានអីត្រឹមត្រូវអត់មានទេមានណែទៅលុយលាក់ចែទៅបាទទៅលុយលាក់ក៏ជិះឡាននៅគ្រប់យ៉ាងបានគេច្រកបានដាក់ជ្រូកក្នុងឡានចុះដូចណែប៉េះដល់ពេលអ្នកខ្លះជិះលើក្លុបផ្លូវខ្ញុំទេជិះទៅលើបាទដល់ពេលនេះទៅដល់ថៃក៏អត់បានការងារធ្វើប្រហែលជា10ថ្ងៃទៅចូលធ្វើការក្នុងបរិស័ទនឹងកន្លែងណែលេខទេខ្ញុំភ្លេចបាត់ហើយកន្លែងទៅនោះធ្វើការកន្លែងទៅនោះ10ថ្ងៃក៏គេមិនបើកលុយអោយក៏យាយចេញទៅក្នុងកន្លែងណែប្រាក់ស៊ីវីយ៉ាទេទៅប្រាក់ស៊ីវីយ៉ារយៈពេលប្រហែលជាកន្លះខែកូនខ្ញុំអាទូចអាប៉ោគេនៅផ្ទះនេះទេទៅថាកូនប្រកាច់ខ្មែរគេចោះមកវិញហើយនៅសល់តែខ្ញុំក៏ដែលចោះមកវិញហ្នឹងអត់មានលុយណាមួយបាតទេដល់ពេលនេះក៏ចៃអាក្មួយនៅថៃនោះចៃបាន3000បាតចៃបាន3000ក៏ឲ្យប្រពន្ធខ្ញុំចុះមុនខ្ញុំក៏ជឿបនៅនោះឡៃរលុយដល់បាទដល់ពេលចៃលុយគេ3000បាតខ្ញុំនៅបានមួយខែក៏សងលុយគេ3000រួចក៏បានសហួយមកខ្លួនឯងបាន5000មកផ្ទះបាទប៉ុណ្ណោះហើយអញ្ចឹងពេលទៅនឹងគេអត់មានអាជ្ញាធរថៃគេអត់មានចាប់ឬក៏គម្រាមកំហែងអីទេឬក៏
យើងទៅនឹងអត់មានបានធ្វើការអីកើតទេអញ្ចឹងអស់ប្រាក់ហើយអត់មានបានការងារទៀតទេដែលទៅពេលនេះអស់ប្រាក់ដល់ពេលនៅក្នុងកន្លែងប្រាក់ស៊ីវីយ៉ាយូនោះបានចូលក្នុងបរិស័ទគេបានចេះដល់ពេលចូលបានទៅធ្វើការបាន 10000 បាតដែលសរុបទាំងអស់បើខ្ញុំចាយខ្លះទៅសល់លុយសងគេ 3000 ក៏សល់មកផ្ទះបាន 5000 ប៉ុណ្ណោះដល់ពេលបាទដល់ទៅនោះដែលយើងទៅលួចលាក់ចេះឲ្យចូលពួកអាអ្នកដឹកយកផ្លូវកាត់នោះវាយកថ្លៃបើដែលឡើងទៅពេលនេះម្នាក់ 3000 ចេះបាទពីសុកខ្មែរឆ្លងដែនទៅដល់កន្លែងបាងកាពីបាទដល់កន្លែងបាងកាពីណែគេយកម្នាក់ 3000 បាតចាម្នាក់ 3000 ហ្នឹងគឺអាចរួចផុតមានបារម្ភទេពេលដែលចេញទៅខ្លាចគេចាប់គេអីអត់ទេចេះដល់ពេលចេញទៅដែលគេចូលចាស់ដែលគេរាប់ចាស់អត់បារម្ភទេដល់បាងកាពីលេងអស់ 3000 បាតដល់ពេលត្រឡប់មកវិញភ័យទេពេលត្រឡប់មកវិញបើខ្ញុំដូចអត់មានអារម្មណ៍ភ័យប៉ុន្តែយ៉ាប់តែរឿងជីតែចេះគេជីក៏ដូចថាមកក្បៀនចេះគ្នាដូចយើងជីធម្មតាតែ3នាក់ចេះវាដាក់6 7នាក់អត់បាក់ញឹកដូចយើងញឹកជ្រូកហើយជីលើគ្នាដែលខ្ញុំមកវិញនេះអាម្នាក់នោះជីលើភ្លូខ្ញុំរឹមមកដល់ដៃខ្មែរខ្ញុំឡាស្ពើតជើងឡាស្ពន់ជើងឡាមកនិយាយរឿងយើងវិញមានសំណូមពរអីទេចំពោះការដាំដុះបន្លែសុវត្ថិភាពយើងគិតថានឹងធ្វើយ៉ាងម៉េចតទៅទៀតហើយស្នើអង្គការក្រៅរដ្ឋាភិបាលក៏ដូចជារដ្ឋាភិបាលនឹងជួយយ៉ាងម៉េចខ្លះឬក៏ប្រជាពលរដ្ឋដែលគាត់កំពុងតែប្រើប្រាស់ទៅលើបន្លែដែលនាំចូលពីបរទេសបាទចឹងខ្ញុំបាទសូមស្នំពរសូមឲ្យរាជរដ្ឋាភិបាលធ្វើយ៉ាងណាបិទបាំងនៅការបន្លែចេះឲ្យចូលពីប្រទេសគេកុំឲ្យនាំចូលមកក្នុងប្រទេសខ្មែរយើងច្រើនពេកដើម្បីកាត់បន្ថយនៅភាពក្រីក្រនៅកសិករខ្មែរយើងហើយក៏ធ្វើយ៉ាងណាឲ្យបានកសិករខ្មែរយើងឲ្យបានរីកចម្រើនដោយប្រទេសគេហើយក៏សូមឲ្យរាជរដ្ឋាភិបាលមេត្តាបិទស្កាត់នៅបន្លែនៅប្រទេសគេខ្លះដើម្បីឲ្យកសិករខ្មែរបានរីកចម្រើនបន្តិចបាទអត់យ៉ាងទៀតក៏សូមឲ្យជាពលរដ្ឋខ្មែរយើងឲ្យត្រឹមត្រូវឲ្យជាច្រើនចំណេញបាទចង់និយាយថាពីការប្រមូលផលប្រាក់ចំណូលវិញពេលដែលយើងដាំរហូតដល់យើងប្រមូលផលហើយរយៈពេលប្រហែលខែទទួលបានប្រាក់ចំណេញប្រហែលដែរបាទរយៈពេលដែលយើងដាំនៅខែ10រហូតមកដល់ខែ12រយៈពេល3ខែផ្ទៃដីប្រហែលជា3រ៉ៃ3រ៉ៃហ្នឹងគិតជាហិកតាគិតជាម៉ែត្របាទ 4800 ម៉ែត្រការ៉េបើទទួលទានផលបានសរុបទៅជាលុយទាំងអស់បាន 200,000 បាត 200,000 បាតហើយបើយើងដកពីចំណាយឲ្យអស់នៅសល់ប្រហែលជាប្រមាណបើដកចំណាយអស់ប្រហែលជា 50,000 60,000 ដែរចា៎ 5-6,000 បាតបាទចឹងនៅសល់ពីនោះគឺប្រាក់ចំណេញបាទហើយចំណេញហ្នឹងដែលយើងធ្វើដៃគ្រប់កស៊ូចឹងយើងអាចដាំបានរយៈពេល2ដងទេឬក៏ម្ដងទៀតបានជូរដៃនៅចោលបោះកស៊ូបើអើយចេញបាទចាអញ្ចឹងយើងចំណេញបានច្រើនបាទចាអញ្ចឹងស្នើឲ្យប្រជាពលរដ្ឋងាកមកដាំដំណាំទេបាទខ្ញុំបាទសូមស្នើឲ្យប្រជាពលរដ្ឋយើងខ្លះដែលអត់ការងារធ្វើកុំទៅនៅស៊ីឈ្នួលថៃថោកណាស់ចាណាទៅគេឲ្យតម្លៃយើងតែ300ទេប៉ុន្តែគេប្រើយើងឲ្យមួយថ្ងៃវិលងាយដូចខ្ញុំបាទដែលធ្វើការខ្លួនឯងមានលក្ខណៈពេលខ្លះខ្ញុំសម្រាប់ឡើងមួយថ្ងៃពេញបឹបក៏មានកន្លះថ្ងៃក៏មានហើយខ្លះទេខ្ញុំសម្រាប់ឡើងមួយអាទិត្យដែលពេលយើងដាំហើយយើងអត់មានការងារឲ្យធ្វើយើងគឺតែមកប្រឆាំម៉ាស៊ីនស្រោចមកភ្លេនដើរទៅដេកត្រឹមដល់ពេលប្រមូលផលបាទចាអញ្ចឹងបានចំណេញបានប្រាក់ចំណេញច្រើនបាទបានប្រាក់ចំណេញច្រើនចឹងបាទកលយើងដាំរយៈពេលលក្ខណៈសាមញ្ញទៅនាមទន្លប់ខ្មែរយើងពីបារាណដាំបានតិចលោកគ្រូបានដៃប្រហែលជាមួយរ៉ៃហ្នឹងម្នេះឯងហ្នឹងស្រោចវិលងាយទេម្នេះឯងហ្នឹងហើយស្រោចកពុកជើងពុកដៃអស់លីងក៏ខ្ញុំដាំស្រោចផ្ទាល់ជើងដៃប្រេះអស់លីងក៏ឈោត្រាំទឹកវិលងាយចែងលោកគ្រូឯងបាទដល់ពេលដល់ឡូវនេះដែលលោកគ្រូប្រើកស៊ូនិងទ្រីបនេះមកស្រូលបាក់ស្រោចហើយដៃរយៈពេល3រ៉ៃ4រ៉ៃប្រឆាំងម៉ាស៊ីនតែ1ម៉ោងឈប់